នេះគឺជាជីវិតដ៏សែនរវល់ពេញមួយថ្ងៃរបស់ខ្ញុំជានិស្សិតរបស់ប្រទេសកូរ៉េនាពេលឆ្នាំទី3ចិត្តចូលឆ្នាំទី4គឺថាគ្រាន់តែបើកភ្នែកឡើងភ្លាមភ្លៀងក៏ភ្លៀងខ្យល់ក៏ខ្យល់និយាយពីថាស្លឹកឈើជ្រុះវិញគឺពេញថ្នល់តែម្ដងហើយថ្ងៃហ្នឹងដែរខ្ញុំមានម៉ោងរៀនតែ1ម៉ោងកន្លះទេអ្នកនរគ្នាគឺរៀនពីម៉ោង4កន្លះដល់ម៉ោង6ទោះបីខ្ញុំរៀនម៉ោង4កន្លះពេលល្ងាចមែនប៉ុន្តែខ្ញុំត្រូវទៅ lab ឲ្យដល់ម៉ោង10គឺមន្ទីរពិសោធន៍ខ្ញុំហ្នឹងចូលពីម៉ោង10ចេញម៉ោង6អញ្ចឹងទោះបីមានម៉ោងរៀនក្តីអត់ម៉ោងរៀនក្តីក៏ត្រូវទៅពីម៉ោង10ដល់ម៉ោង6ដែរអ្នកនរគ្នាពងឆ្ងល់ទេចុះបងទៅរងថ្ងៃអញ្ចឹងបានលុយដែរមួយខែគ្រូឲ្យលុយម៉ែនោះមិនខំទៅរងថ្ងៃអញ្ចឹងទៅនឹងវាបានលុយដែរអ្នកនរគ្នាមួយខែគ្រូឲ្យ50,000ដែរហើយបើគិតទាំងលុយអាហារូបករណ៍យើងបានមួយខែ1លាន10,000ជាងទៀតវាមួយខែ1លាន60,000ដែរបើគិតជាលុយដុល្លារវាល្បាក់1000ជាងអីដែរហ្នឹងណាយើងមិនបានតែត្រឹមលុយទេអ្នកនរគ្នាគឺអ្វីដែលសំខាន់ជាងហ្នឹងទៀតគឺយើងបានចំណេះដឹងអ្នកនរគ្នាបានបទពិសោធន៍យល់ដឹងពីការងារកាន់តែច្រើនយល់ដឹងពីការស្រាវជ្រាវកាន់តែច្រើនហើយលើពីហ្នឹងទៀតនៅក្នុងមន្ទីរពិសោធន៍ខ្ញុំហ្នឹងគឺមិនមានត្រឹមតែជនជាតិកូរ៉េទេអ្នកនរគ្នាគឺមានជនជាតិចិនច្រើនអ្នកផងដែរអញ្ចឹងទៅយើងអាចផ្ដល់ចំណេះដឹងឲ្យគ្នាទៅវិញទៅមកផ្ដោះបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីបង្កើនចំណេះដឹងយើងឲ្យកាន់តែខ្លាំងមួយកម្រិតទៀតហើយចំពោះថ្ងៃហ្នឹងដែរគឺសិស្សច្បងរបស់ខ្ញុំជនជាតិចិនដែលនៅ lab មួយគ្នានៅមន្ទីរពិសោធន៍មួយគ្នាហ្នឹងគាត់មាន presentation តាក់ទងនឹងថ្នាក់បណ្ឌិតរបស់គាត់ហ្នឹងគឺគាត់ present អំពីសារណាពី paper របស់គាត់គឺមាន2លើកហើយលើកនេះគឺជាលើកទី1អញ្ចឹង6ខែទៀតលើកទី2គាត់អាចបញ្ចប់ថ្នាក់បណ្ឌិតនឹងបានហើយនិយាយពីថាមើលការ present របស់គាត់ហ្នឹងលឹងជក់ចិត្តមែនតើអ្នកនរគ្នាហើយបន្ទាប់ពីយើងអង្គុយស្ដាប់ចិត្ត1ម៉ោងជាងមកយើងក៏ដល់ម៉ោងទៅញ៉ាំបាយហើយចំពោះបាយពេលថ្ងៃហ្នឹងដែរគឺខ្ញុំញ៉ាំជាមួយសិស្សច្បងខ្ញុំដែលគាត់ជាជនជាតិខ្មែរមកពី department ផ្សេងគ្នាគាត់រៀនថ្នាក់អនុបណ្ឌិតហើយចំពោះអាកាសធាតុថ្ងៃហ្នឹងវិញអ្នកនរគ្នាដូចបានឃើញនៅក្នុងក្បាលវីដេអូអញ្ចឹងគឺភ្លៀងធ្លាក់ខ្លាំងមែនតើហើយនិយាយពីស្លឹកឈើជ្រុះពេញផ្លូវតែម្ដងទោះបីស្លឹកឈើជ្រុះឬក៏អត់ជ្រុះក៏វានៅតែស្អាតម្យ៉ាងម្នាក់ដែរអ្នកនរគ្នាជ្រុះក៏ស្អាតអត់ជ្រុះក៏ស្អាតនិយាយទៅស្អាតតែម្ដងហើយនៅពេលដែលភ្លៀងមកខ្លាំងអញ្ចឹងហើយស្លឹកឈើជ្រុះប្រើអញ្ចឹងវាក៏ឲ្យសញ្ញាថាចិត្តដល់ពេលព្រិលធ្លាក់ហើយអញ្ចឹងអ្នកនរគ្នាចាំមើលប្លុកពេលព្រិលធ្លាក់ថាស្អាតប៉ុណ្ណាហើយចំពោះបាយថ្ងៃខ្ញុំថ្ងៃហ្នឹងដែរគឺអត់មានតាណាឆ្ងាយទេអ្នកនរគ្នាគឺញ៉ាំនៅក្នុងសាលាហ្នឹងតែម្ដងនៅពេលដែលយើងបានសវត្តបាយថ្ងៃហើយយើងយកទៅដាក់ទៅគឺអាចញ៉ាំបាយបានហើយអ្នកនរគ្នាហើយបាយថ្ងៃហ្នឹងគឺមួយពេលវា$5,500វ៉ុនអីហ្នឹងអ្នកនរគ្នាហើយបើគិតជាលុយដុល្លារល្បាក់$4អីហ្នឹងហើយចំពោះបាយសាលាខ្ញុំវិញអ្នកនរគ្នាគឺមនុស្សច្រើនខ្លាំងមែនតើសិស្សមកច្រើនមែនតើដល់ថ្នាក់ចុះព័ត៌មានទៀតអ្នកនរគ្នាថាបាយសាលាខ្ញុំគឺឆ្ងាញ់ហើយបើប្រៀបធៀបមួយសាលាផ្សេងវិញអ្នកនរគ្នាបាយសាលាខ្ញុំគឺរៀងហាយខ្លះលក្ខណៈលំដាប់ដែរអ្នកនរគ្នានិយាយពីថាដល់ថ្នាក់ចុះព័ត៌មានហើយនិយាយលេងសើចអត់បានទេនៅពេលដែលខ្ញុំទៅញ៉ាំបាយហ្នឹងគឺវាអត់ភ្លៀងទេអ្នកនរគ្នាអញ្ចឹងខ្ញុំអត់យកឆាត់ទៅទេប៉ុន្តែពេលចេញពីញ៉ាំបាយវិញគឺភ្លៀងអ្នកនរគ្នាអញ្ចឹងខ្ញុំត្រូវរត់ឲ្យលឿនដើម្បីកុំឲ្យទឹកភ្លៀងបន្ទាប់ពីញ៉ាំបាយហើយហ្នឹងគឺយើងអត់មានតាណាឆ្ងាយទេអ្នកនរគ្នាគឺយើងត្រូវទៅ lab ទៅបន្ទប់ពិសោធន៍យើងវិញដើម្បីស្រាវជ្រាវអីធម្មតាទៅហើយមុននឹងយើងស្រាវជ្រាវឬក៏រៀនអីហ្នឹងយើងក៏ឆ្លៀតដាក់នំមកកញ្ចប់ដែរអ្នកនរគ្នាហើយនំហ្នឹងគឺរសជាតិ matcha លេងមួយ cookie គឺអែមខ្លាំងមែនតើបន្ទាប់មកគឺថាមានអីច្រើនទេអ្នកនរគ្នាបើភាសាបច្ចេកទេសគេហៅថាសម្អាតថ្មិញឬក៏សម្អាតមាត់អីចឹងទៅប៉ុន្តែខ្ញុំហៅធម្មតាគឺដុសថ្មិញអញ្ចឹងទៅហើយបន្ទាប់ពីដុសថ្មិញហើយគឺអត់មានអីច្រើនទេអ្នកនរគ្នាគឺយើងមកបន្ទប់ពិសោធន៍បន្តការងារយើងធម្មតានឹងឯងគឺថាជីវិតនៅឆ្នាំទី3ចិត្តចូលឆ្នាំទី4នេះគឺនៅមុខតែកុំព្យូទ័រទេអ្នកនរគ្នាមកក្រែមុនដំបូងរៀងបានដើរលេងច្រើនមកយូរទៅមុខកុំព្យូទ័រសុទ្ធតែម្ដងដោយសារតែខ្ញុំរៀងអង្គុយមុខកុំព្យូទ័រយូររៀនយូរដែរអ្នកនរគ្នាដល់អញ្ចឹងរៀងងុយគេងខ្លាំងមែនតើអញ្ចឹងយើងក៏គេងមកស្វក់សិនទៅអ្នកនរគ្នាយើងងុយគេងយើងផ្ដោតអីក៏កើតដដែលអញ្ចឹងគេងទៅល្អជាងបន្ទាប់ពីយើងគេងបានមកស្វក់ហើយអ្វីដែលយើងត្រូវធ្វើហ្នឹងគឺងើបអ្នកនរគ្នាអាចគេងបានរហូតទេគឺយើងងើបយើងទៅលុបមុខទៅហើយយើងចាប់ដើមរៀនសារជាថ្មីហើយសាច់ដែលខ្ញុំគេងហ្នឹងគឺអត់យូរទេអ្នកនរគ្នារយៈពេលពី10ទៅ15នាទីអីហ្នឹងហើយបន្ទាប់ពីអង្គុយរៀនបានមកសន្ទុះទៀតក៏ដល់ម៉ោង4កន្លះអ្នកនរគ្នាចិត្ត4កន្លះខ្ញុំក៏ទៅរៀនថ្នាក់មួយទៀតថ្នាក់ហ្នឹងតាក់ទងនឹង AI អ្នកនរគ្នាតាក់ទងនឹងរថយន្តអីហ្នឹងគឺរថយន្តដែលអាចបើកបរស្វ័យប្រវត្តិខ្លួនឯងតាក់ទងនឹង LiDAR sensor ឬក៏កាមេរ៉ាអីហ្នឹងហើយជំនាញដែលខ្ញុំរៀនហ្នឹងគឺមានឈ្មោះថា Mechanical Engineering បបប្រហែលជាខ្មែរគឺវិស្វកម្ម Mechanic បើនិយាយស្រួលទៅអ្នកនរគ្នាវាតាក់ទងទៅនឹងរថយ
តុនឬក៏គ្រឿងម៉ាស៊ីនអីជាដើមហើយបន្ទាប់ពីយើងបានអង្គុយរៀនមកសបកធំមកវាក៏ចប់ដល់ម៉ោង6អ្នកនរគ្នាអញ្ចឹងយើងក៏បានចេញទៅផ្ទះប៉ុន្តែខ្ញុំក៏អាចទៅផ្ទះដែរអ្នកនរគ្នាដោយសារអីដោយសារតែខ្ញុំមាន project ត្រូវធ្វើមួយ team ខ្ញុំអ្នកនរគ្នាដែលគេហៅថា Capstone Design ដោយសារតែវារៀងម៉ោង6ល្ងាចដែរអ្នកនរគ្នាអញ្ចឹងយើងកុំទាន់ធ្វើ Capstone Design ហ្នឹងយើងមកញ៉ាំបាយហើយបន្ទាប់ពីយើងញ៉ាំបាយហើយចាំយើងទៅធ្វើ Capstone Design Capstone Project ហ្នឹងមួយ team របស់យើងគឺថា Capstone Design ហ្នឹងសម្រាប់អ្នករៀន Department Engineering អ្នកនរគ្នាគឺមានសឹងតែគ្រប់គ្នានៅប្រទេសកូរ៉េអ្នកខ្លះមាន1 semester អ្នកខ្លះមាន2 semester អីអញ្ចឹងទៅហើយចំពោះខ្ញុំ Department Mechanic នេះវិញគឺមាន2 semester អ្នកនរគ្នាឆ្នាំទី3 semester ទី2និងឆ្នាំទី4 semester ទី1ជាប់គ្នាតែម្ដងហើយការងារដែលខ្ញុំត្រូវធ្វើមួយ team ខ្ញុំហ្នឹងគឺរាល់ថ្ងៃតែម្ដងអ្នកនរគ្នាអត់មានសៅរ៍អត់មានអាទិត្យទេហើយជាធម្មតាគឺពួកយើងធ្វើរហូតដល់ម៉ោង 7:11 អ្នកនរគ្នាដោយសារអីគឺម៉ោង11យើងត្រូវ report ឲ្យគ្រូ 나 잘 모르겠는데 같이 고민하자. 교수님 질문이 또 들어올 것 같아. 교수님 질문하고 있거든 지금. 내가 답해놨는 게 분명히 또 가지고 하실 것 같거든. 야 그래프가 이렇게 평평해지잖아. 왜? 뭐 평평하지. 좀 더 높잖아. 그 티오가 좀 더 높고 그 다음에 아 그거 거의 수평으로 가잖아. 그러니까 이 수평으로 가는 이유가 뭐야? 수평으로 가는 이유. 여기 수평이 되는 이유. 아 여기 수평 되는 이유. 온도가 변화하지 않아서. 아니야 온도는 변화하지 않지. 온도는 계속 올라가는데 이거는 히트 레이트고. 온도가 이거 증가하고 있잖아. 근데 처음 증가하는데 근데 열에 자전 따뜻해서 온도에 차이 많이 없잖아. 1초 차이잖아. 그래서 이렇게 가는 거지. ហើយបន្ទាប់ពីយើងពិភាក្សាគ្នាចុះឡើងមកក៏ដល់ម៉ោង11និយាយទៅហួសម៉ោង11អ្នកនរគ្នាបន្ទាប់មកយើងក៏ដើរចេញទៅផ្ទះរៀងខ្លួនហើយគឺថាជីវិតនិស្សិតឆ្នាំទី3ចិត្តចូលឆ្នាំទី4នេះគឺវាអត់ស្រួលទេអ្នកនរគ្នាគឺចេញពេលយប់ហើយចូលពេលព្រឹកគឺនិយាយទៅវាអត់ស្មានពេលសម្រាប់ទេអូខេអ្នកនរគ្នាថ្ងៃហ្នឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនចូលចិត្តកុំភ្លេចចុច follow share ខ្ញុំម្នាក់មួយផងពីខ្ញុំស្វែងបងដូចស្បបាយ